មអ្នកនរគ្នាមកលេងទីតាំងស្រះមកកន្លែងហើយស្រះនេះគឺចង់និយាយថាទេសភាពស្អាតមែនទែនគឺស្អាតរបៀបធម្មជាតិអញ្ចឹងអ្នកនរគ្នាស្អាតដូចនៅបារាយយើងអញ្ចឹងណាមានទឹកលេងអីអញ្ចឹងទៅយើងអង្គុយញ៉ាំអាហារអីជុំគ្នាជាមួយមិត្តភ័ក្តិបាននេះអានេះគឺសម្រាប់ផ្លូវចូលអ្នកនរគ្នាប៉ុន្តែអានេះផ្លូវកន្លែងយើងជិះម៉ូតូមកទៅជុំវិញស្រះអញ្ចឹងណាប៉ុន្តែយើងអាចជិះឡានមកបានដូចគ្នាអ្នកនរគ្នាផ្លូវធំគេនៅខាងមុខគេចតឡាននៅមុខបានអញ្ចឹងយើងជុំវិញនេះយើងអាចនេះជុំវិញស្រះអញ្ចឹងយើងអាចជិះម៉ូតូឆ្វែលលេងជុំវិញបានហើយមានកណូតជួលជិះលេងទៀតណាអ្នកនរគ្នានេះសិតតែមនុស្សហើយសាក់ក្មេងលេងទឹកលេងអីបានអញ្ចឹងដូចនៅបារាយហើយទឹកថ្លាទៀតអត់ល្អទេនេះតិចទៀតខ្ញុំទៅក្បែរស្រះដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញកាន់តែច្បាស់ថាសម្រស់ស្រះខ្មោចនេះគឺស្អាតបែបណាអញ្ចឹងណាមានមនុស្សមកលេងច្រើនខ្លាំងមែនតើខ្ញុំមិនដឹងថារាយរាប់ពីណាទេវាមកដើមដែរអ្នកនរគ្នាចាំមើលណាច្រើនមែនតើនេះតម៉ូតូចឹងអ្នកនរគ្នាចាប់អារម្មណ៍អាចមកលេងបានណាជាក់ស្រួលមែនតើខ្យល់លហើយនិយាយទៅដូចបារាយយើងអញ្ចឹងជុំវិញស្រះហ្នឹងគឺមានមនុស្សអង្គុយលេងច្រើនគេខ្ចប់អីមកញ៉ាំអញ្ចឹងអ្នកនរគ្នាដូចប្រាប់លើកមុនអញ្ចឹងថាកន្លែងនេះគឺសម្រាប់យើងខ្ចប់អាហារពីនិចមកញ៉ាំជុំគ្នាអីចឹងទៅឬក៏យើងអង្គុយលេងលំហែធម្មតាក៏បានតែបើមិនយើងចង់នេះលេងអូមែនទេងាយតិចទៀតកាន់តែមានមនុស្សច្រើនទៀតអ្នកនរគ្នាអានេះខ្ញុំរីវិវប្រហែលជាម៉ោង3អញ្ចឹងម៉ោង3អត់ដល់នេះទេបើសិនជាម៉ោង4ម៉ោង5មានពេញសិស្សសាលាគាត់ចេញពីរៀនគាត់អាចមកលេងបានឬគាត់អ្នកចេញពីធ្វើការអញ្ចឹងគាត់ចេញមកគឺតម្រង់មកនេះមកពួកកន្លែងនេះវាស្អាតទេអ្នកនរគ្នាយើងបំរើការងារមួយថ្ងៃវល់ងាកអញ្ចឹងទៅហត់នឿយអីចឹងយើងមកអង្គុយកន្លែងនេះគឺលហើយស្រួលមែនតើអញ្ចឹងធ្វើអារម្មណ៍ស្រស់ស្រាយជាងមុនអញ្ចឹងណាសួស្តីអ្នកនរគ្នាកណ្ដែននាំអ្នកនរគ្នាមកលេងនៅទីតាំងស្រះមកកន្លែងនៅតំបន់នេះគេហៅថាស្រះខ្មោចអ្នកនរគ្នាកន្លែងនេះមានមនុស្សមកលេងច្រើនណាដោយសារវាមានទីតាំងស្អាតណាហើយមានអ្នកលក់ដូរអាជីវករអីលក់ទឹកលក់អីលក់របស់ញ៉ាំអីច្រើនដែរហើយកន្លែងនេះយើងអាចធ្វើជាកន្លែងលំហែសម្រាប់ពិកនិចអីក៏បានដែរទីនេះខ្ញុំបញ្ចាំងកាមេរ៉ាទៅខាងក្រៅឲ្យអ្នកនរគ្នាបានឃើញទីតាំងស្អាតមែនទែនស្អាតដូចនៅបារាយយើងអញ្ចឹងណាហើយចំពោះទីតាំងវិញនៅខាងខេត្តសៀមរាបអ្នកនរគ្នាបើសិនអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ដឹងទីតាំងនៅណាអាចខមមិននៅក្រោមវីដេអូនេះបានខ្ញុំនឹងផ្ញើទីតាំងជូនណាអូខេឥឡូវយើងមើលទៅខាងក្រោយវិញនេះអ្នកនរគ្នាអាចមើលបានណានៅខាងនេះគេមានលក់ដូរអីចឹងទៅយើងអាចកំងអីញ៉ាំបានមានទឹកអំពៅមាននំអីញ៉ាំចិត្តចប់អីចឹងលេងបានណាវាប្រហិតមានអីដែរអញ្ចឹងបើសិនជាអ្នកនរគ្នាអាចមកអង្គុយលេងអីយើងអាចខ្ចប់មកខ្លួនឯងក៏បានដែរមានកន្ទេលមានរឹងអីយើងអាចអង្គុយលេងបានដូចនៅខាងនោះមានគេអង្គុយលេងហ្នឹងគេមានរឹងហើយក៏គេធ្វើជាផាធីអាំងសាច់អាំងអីជាមួយជួបជុំមិត្តភ័ក្តិអីចឹងណានៅខាងនោះខ្ញុំបានដើរទៅឆ្ងាយវាស្រះនេះរៀងធំដែរអ្នកនរគ្នាអញ្ចឹងវាពិបាកដែរបើសិនជាខ្ញុំបានយកដ្រូនមកខ្ញុំបានបោះដ្រូនឲ្យអ្នកនរគ្នាមកជុំវិញហ្នឹងហ្មងនេះឥឡូវក្មេងៗគេចាប់ផ្ដើមមកបដាបដានិយាយទៅមកជុំវិញស្រះហ្នឹងគឺមានមើលមកខាងនេះមានក្មេងៗគេជិះម៉ូតូជិះអីមកលេងអញ្ចឹងណាឃើញទេនេះឆ្ងាយដោយសារស្រះនេះធំពេលអញ្ចឹងវាឆ្ងាយសុទ្ធតែមនុស្សច្រើនមែនទេអញ្ចឹងបើសិនជាមកប៉ះថ្ងៃសៅរ៍អាទិត្យទៀតកាន់តែមនុស្សច្រើនទៀតបងប្អូនមកជុំវិញស្រះហ្នឹងគឺបរិយាកាសល្អមែនទេចឹងកន្លែងនេះគឺអ្នកស្អាតមែនតើសម្រាប់ទឹកវិញយើងអាចចុះលេងបានណាដូចនៅបារាយចឹងអ្នកនរគ្នាក្មេងៗលេងទឹកច្រើនគេលេងនៅខាងនោះផងវិញចឹងក្មេងៗលេងនៅគៀនហើយខាងនោះក៏មានដែរនៅខ្សែឆ្ងាយទៅកាមេរ៉ាខ្ញុំស៊ូមមកបានតែប៉ុណ្្នឹងអ្នកនរគ្នាបើចង់ដឹងថាស្អាតប៉ុណ្ណាអាចមកលេងខ្លួនឯងបាននេះឥឡូវក្មេងជិះម៉ូតូមកលេងជិះកង់មកលេងនេះផ្លូវពីចូលម៉ោងចេញពីរៀនអីអ្នកគ្នាមកអង្គុយលេងបានខាងនោះមានម៉ូតូគេគ្នាគេច្រើនមកទៀតហ្នឹងបដាបដាអ្នកនរគ្នាមនុស្សចេញចូលច្រើនណាស់អ្នកនរគ្នា
ឥឡូវគេទៅហើយគេហៅទូកទៅជិះដើរលេងឆ្វែជុំវិញក្នុងស្រះនឹងតែម្ដងហើយដល់ចម្លែកមែនទែនស្រះនឹងគឺឈ្មោះថាស្រះខ្មោចអញ្ចឹងអ្នកនរគ្នាឈ្មោះមិនសូវព្រោះប៉ុន្តែគាត់ថាវាមិនដឹងដែរគាត់តែជាឈ្មោះខ្ញុំហៅតាមគេដែរអញ្ចឹងណានេះគេជិះទូកលេងហើយបងប្អូនចង់មកលេងអាចមកបានណាបើសិនជាអត់ដឹងទីតាំងនៅកន្លែងណាអាចខមមិននៅខាងក្រោមបានខ្ញុំផ្សាយទីតាំងជូនអ្នកនរគ្នាហើយនៅក្បែរប្រាសាទអង្គរវត្តយើងទេអត់ទៅណាឆ្ងាយទេទឹកវិញនេះទឹកកឡូកដូចនៅបរាយចឹងអ្នកនរគ្នាបានមែនតើបើយើងចង់ពិកនិចអីយើងមានជាតុកពិកនិចអីមួយមកឬក៏អាចខេកតេលក៏បានដែរអាំងសាច់គួយលេងអីអូសប្បាយមែនតើជួបជុំមិត្តភ័ក្តិអីចឹងលយមែនតើអាកាសធាតុខ្យល់ធ្លាក់មកលហើយទៅសៀតអញ្ចឹងអ្នកនរគ្នាស្រួលខ្លួនមែនតើសម្រាប់ការលំហែពីការនៅហត់ការងារអីផ្សេងអីចឹងណានេះអាចមកអង្គុយលេងបានគេជិះទូកលេងអ្នកនរគ្នាម្នាក់2000ទេឆ្វែងជុំវិញស្រះហ្នឹងឆ្លងទៅឆ្លងមកបានលយមែនតើអ្នកនរគ្នាចាប់អារម្មណ៍ឲ្យមកអង្គុយលេងបានណាហើយយើងមុនមកយើងបួកគ្នាមកអញ្ចឹងតិចមក4 5នាក់អីចឹងទៅសុបាយយើងបានជុំគ្នាអីចឹងទៅអង្គុយលេងទៅអង្គុយញ៉ាំអីទៅអាពេលថ្ងៃក៏បានពេលល្ងាចក៏បានបើល្ងាចឡើងយើងអាំងសាច់កាន់តែសុបាយទៀតអ្នកនរគ្នាគឺខ្ញុំជិះគេអញ្ចឹងទៅនិយាយទៅមកជុំវិញស្រះឥឡូវចាប់ផ្ដើមមនុស្សមកបដារហូតដល់យប់នៅតាមបត់ច្រាំងនេះឃើញស្អាតទេបងប្អូនស្អាតមែនតើណាដូចនៅបរាយគេកតេលមកលយហ្មងគួយញ៉ាំអីទៅហើយយើងអាចចង់រឹងបានទៀតណានេះនៅជុំវិញហ្នឹងយើងអាចចង់រឹងបានកាលនេះមេចអត់សូវស្រឡះទេរៀងខ្មៅវាចង់ភ្លៀងណាបងប្អូនខ្ញុំឆ្លៀត review ខ្លះទីតាំងតំបន់ថ្មីមួយនេះសម្រាប់អ្នកទាំងអស់គ្នាបានទស្សនាផងបើនិយាយទៅអាចថាអ្នកខ្លះគាត់អត់សូវស្គាល់ដែរសម្បីខ្ញុំក៏អត់ស្គាល់ដែរខ្ញុំស្គាល់តាមគេដែរអញ្ចឹងណាព្រោះវាអត់ទាន់ល្បីខ្លាំងហើយក៏អត់ទាន់មានអ្នក review ល្បីមកថតនៅទីតាំងនេះដែរអញ្ចឹងណាប៉ុន្តែជាក់ស្ដែងឥឡូវមនុស្សកំពុងតែស្គាល់បដាហើយអ្នកមកលេងពេលល្ងាចអីចឹងណាទឹកកឡូស្អាតតែមនុស្សចេញចូលអ្នកនរគ្នាមកជុំវិញស្រះហ្នឹងគឺសុទ្ធតែមនុស្សគេមកលេងឃើញអត់ស្ងាត់ទេនោះអានោះខ្ញុំក្មេងជិះម៉ូតូមកអូខេចង់ដឹងថាទីតាំងកន្លែងនេះវាស្អាតប៉ុណ្ណាអ្នកទាំងអស់គ្នាអាចអញ្ជើញមកទស្សនាឬក៏មកលេងនៅខ្លួនឯងបានណាបើចង់ដឹងថាទីតាំងស្រះខ្មោចនេះនៅកន្លែងណាអាចខមមិននៅខាងក្រោមខ្ញុំនឹងដាក់ទីតាំងជូនអ្នកទាំងអស់គ្នាអូខេអរគុណច្រើនចំពោះការទស្សនាហើយជួបគ្នានៅវីដេអូក្រោយទៀត